បែកកំណាចបំផុតនៅលើផែនដីពេលនេះបានคล้ายទៅជាគោលដៅថ្មីរបស់អ៊ីរ៉ង់កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់នៅថ្ងៃទី30ខែមករាឆ្នាំ2026បានបញ្ចេញវីដេអូគួរឲ្យភ្ញាក់ផ្អើលបង្ហាញពីវិធីដែលខ្លួនអះអាងថាអាចបាញ់ទម្លាក់យន្តហោះ B2 Spirit របស់សហរដ្ឋអាមេរិកជាយន្តហោះដែលអាចបំបាំងខ្លួនពីរ៉ាដាជ្រែកមេឃហែកវេហាចូលជ្រៅទៅក្នុងដែនអាកាសរបស់សត្រូវនិងកំទេចគោលដៅទាំងអស់មិនថារឹងមាំប៉ុណ្ណាក៏ប៉ុន្តែអ៊ីរ៉ង់មិនញញើទេហើយថែមទាំងព្រមានបាញ់ទម្លាក់ទៀតផងសារព័ត៌មានក្នុងស្រុកអ៊ីរ៉ង់និង Times of India បានផ្សាយថាចាប់តាំងពីបានភ្លក់រសជាតិ B2 កាលពីខែមិថុនាឆ្នាំ2025ក្នុងប្រតិបត្តិការញញួរកណ្ដាលរាត្រីដែលអាមេរិកទម្លាក់គ្រាប់បែកទម្លុះរោងចក្រនុយក្លេអ៊ែរចំនួន3អ៊ីរ៉ង់បានសិក្សាពីវិធីសាស្ត្របាញ់ទម្លាក់ B2 នៅក្នុងវីដេអូឃ្លីបដែលកងឆ្មាំបដិវត្តបង្ហាញយន្តហោះ B2 ហោះចូលក្នុងដែនអាកាសអ៊ីរ៉ង់ដោយដំបូងឡើយយន្តហោះនេះបានបំបាំងកាយពីរ៉ាដាក៏ប៉ុន្តែក្រោយមករ៉ាដារបស់អ៊ីរ៉ង់បានចាប់ផ្ដើមតាមដានបានហើយបានប្រើរ៉ុកែតការពារដែនអាកាសបាញ់កំទេច B2 នៅពេលដែលវាបង្ហាញខ្លួនអ៊ីរ៉ង់អះអាងថាបើទោះបីជារ៉ាដាពិបាករកឃើញយន្តហោះ B2 ក៏ពិតមែនក៏ប៉ុន្តែមិនមែនបានន័យថាវាមិនអាចរកឃើញទាល់តែសោះនោះទេជាពិសេសនៅពេលដែលវាហោះហើរចូលទៅក្នុងគន្លងរបស់ប្រទេសដែលមានប្រព័ន្ធការពារដែនអាកាសយ៉ាងតឹងរ៉ឹងដូចជាអ៊ីរ៉ង់ទីក្រុងទីរ៉ង់និយាយថាពេលនេះប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនរួមទាំងរ៉ាដារយៈចម្ងាយឆ្ងាយចម្ងាយមធ្យមនិងមីស៊ីលពីដីទៅអាកាសបានคล้ายទៅជាសំពៅដែលមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការបាញ់ទម្លាក់ B2 វីដេអូរបស់អ៊ីរ៉ង់បង្ហាញប្រព័ន្ធមីស៊ីល Bava 373ដែលអ៊ីរ៉ង់ផលិតដោយខ្លួនឯងដែលជាញឹកញាប់ត្រូវបានប្រដូចទៅនឹង S400 របស់រុស្ស៊ីប្រព័ន្ធនេះត្រូវបានដាក់ពង្រាយនៅជិតច្រកសមុទ្រ Hormuz ជាច្រកដឹកជញ្ជូនប្រេងដ៏មមាញឹកដែលអាចជាតំបន់គោលដៅវាយប្រហាររបស់អាមេរិកអ៊ីរ៉ង់ថាបើ B2 ហ៊ានចូលទៅក្នុងតំបន់នេះវានឹងក្លាយទៅជាចំណីមីស៊ីលក្រៅពីវីដេអូបាញ់ទម្លាក់ B2 អ៊ីរ៉ង់ក៏បានបញ្ចេញវីដេអូមីស៊ីលក្រោមទឹកនិងវិធីបាញ់កំទេចនាវាផ្ទុកយន្តហោះរបស់អាមេរិកទៀតផងក៏ប៉ុន្តែអ្នកជំនាញយោធានៅសង្ស័យព្រោះគ្មានភស្តុតាងណាមួយដែលបង្ហាញថាអ៊ីរ៉ង់ធ្លាប់បានរកឃើញយន្តហោះ B2 ទេនាពេលកន្លងទៅការបញ្ចេញវីដេអូនេះគឺដើម្បីតែបំផិតបំភ័យប៉ុណ្ណោះនៅក្នុងសង្គ្រាមសម័យទំនើបការធ្វើឲ្យភាគីម្ខាងទៀតភ័យបារម្ភគឺជាអាវុធដែលអាចធ្វើឲ្យសត្រូវស្ទាក់ស្ទើរឬគិតឡើងវិញមុនបើការវាយប្រហារអ៊ីរ៉ង់គំរាមប្រទេសជិតខាងកុំឲ្យចាប់ដៃជាមួយអាមេរិកតើប្រទេសទាំងនោះចង់ឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរឬទេនៅចំពេលដែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បាននឹងកំពុងធ្លាក់ក្នុងភាពតានតឹងយោធាជាថ្មីនេះប្រទេសជិតខាងរបស់អ៊ីរ៉ង់ត្រូវបានគេដឹងថាកំពុងស្ថិតនៅក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ចំពោះលទ្ធភាពដែលប្រធានាធិបតី Donald Trump អាចសម្រេចចិត្តបញ្ជាឲ្យកងទ័ពអាមេរិកបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ខណៈដែលទីក្រុងតេហេរ៉ង់និងសម្ព័ន្ធមិត្តរបស់ខ្លួនបានសន្យាថានឹងឆ្លើយតបដោយការសងសឹកយ៉ាងតឹងរ៉ឹងទៅលើទីតាំងនិងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកដែលភាគច្រើនមានទីតាំងនៅក្នុងប្រទេសអារ៉ាប់រួមប្រទេសអារ៉ាប៊ីសាអូឌីតប្រទេសកាតាប្រទេសបារ៉ែនប្រទេសសូដានីនិងប្រទេសអូម៉ង់មហាអំណាចក្នុងតំបន់រួមទាំងប្រទេសអារ៉ាប់រួមបានបញ្ជាក់ឡើងវិញថាដែនអាកាសដែនដីនិងដែនទឹករបស់ពួកគេនឹងមិនត្រូវបានអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់សម្រាប់សកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ឡើយបើទោះបីជាមានការមុខដល់របស់នាវាផ្ទុកយន្តហោះ USS Abraham Lincoln និងនាវាពិឃាតដែលអមដំណើរដោយកងទ័ពជើងទឹកអាមេរិកក៏ដោយនៅក្នុងបរិបទនេះបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាអាចនឹងទុកឲ្យទីក្រុង Washington ធ្វើប្រតិបត្តិការដោយឯកឯងប្រសិនបើលោក Trump សម្រេចអនុវត្តនូវការបដិញ្ញារបស់ខ្លួនក្នុងការដាក់ទណ្ឌកម្មឬចាត់វិធានការរឹងមាំប្រឆាំងនឹងទីក្រុងតេហេរ៉ង់ដោយសាររបបនេះបានចាត់វិធានការបង្ក្រាបយ៉ាងឃោរឃៅទៅលើក្រុមបាតកោដែលប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្លួនទោះជាយ៉ាងណាលោក Trump មិនបានបិទទ្វារការទូតទាំងស្រុងឡើយលោកនៅតែទុកបណ្ដាញបោកចំហសម្រាប់ការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងឃ្លាំងផ្ទុកមីស៊ីលប្លង់របស់ប្រទេសនេះប៉ុន្តែដោយមិនទាន់មានសញ្ញាច្បាស់លាស់អំពីកិច្ចព្រមព្រៀងណាមួយអ្នកជំនាញផ្នែកសន្តិសុខបានវិតម្លៃថាលទ្ធភាពនៃការវាយប្រហារយោធារបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់កំពុងកើនឡើងជាបន្តបន្ទាប់Gregory Brew អ្នកវិភាគនិងជាអ្នកជំនាញអ៊ីរ៉ង់នៃក្រុមហ៊ុន Eurasia Group បានបញ្ជាក់ថារដ្ឋនៅតំបន់ឈូងសមុទ្រពាក់ទាំងអស់បានទទួលសារយ៉ាងច្បាស់អំពីការគំរាមកំហែងរបស់អ៊ីរ៉ង់ហើយកំពុងខិតខំការពារខ្លួនពីលទ្ធភាពនៃការសងសឹកពីអ៊ីរ៉ង់
អ្នកវិភាគ Gregory Brew បានប្រាប់សារព័ត៌មាន The Hill កាលពីថ្ងៃអង្គារថាប្រទេសទាំងនេះនឹងមិនឈានជើងចូលរួមគាំទ្រសកម្មភាពយោធារបស់សហរដ្ឋអាមេរិកឡើយប៉ុន្តែកំពុងផ្ដល់សញ្ញាយ៉ាងច្បាស់ទៅកាន់ទីក្រុងតេហេរ៉ង់ថាពួកគេមិនមានតួនាទីក្នុងចំនួននោះទេជាមួយគ្នានេះដែរព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីតបានប្រាប់ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ក្នុងអំឡុងពេលការទូរស័ព្ទកាលពីថ្ងៃអង្គារថាព្រះរាជាណាចក្ររបស់យើងនឹងមិនអនុញ្ញាតឲ្យប្រើប្រាស់ដែនអាកាសឬដែនដីសម្រាប់សកម្មភាពយោធាណាមួយប្រឆាំងនឹងអ៊ីរ៉ង់នោះឡើយបច្ចុប្បន្នមានទាហានអាមេរិកជាង 2300 នាក់កំពុងឈរជើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតលោក Gregory Brew បានបញ្យល់ថានេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋនៅក្នុងតំបន់ដើម្បីរក្សាតុល្យភាពទំនាក់ទំនងរបស់ពួកគេជាមួយទីក្រុងតេហេរ៉ង់ខណៈដែលនៅតែរក្សាសម្ព័ន្ធភាពល្អជាមួយសហរដ្ឋអាមេរិកដោយផ្ដល់សញ្ញាសំខាន់ទៅកាន់ភាគីទាំងពីរថាពួកគេមិនចូលរួមដោយផ្ទាល់នៅក្នុងចំនួននោះទេទន្ទឹមនឹងនេះលោក Michael Rubin អតីតមន្ត្រីមន្ទីរបញ្ចកោណបច្ចុប្បន្នជាសហការីជាន់ខ្ពស់នៅវិទ្យាស្ថានសហគ្រាសអាមេរិកបាននិយាយថាប្រទេសជិតខាងរបស់អ៊ីរ៉ង់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសមត្ថភាពមីស៊ីលប្លង់រយៈចម្ងាយឆ្ងាយរបស់ទីក្រុងតេហេរ៉ង់ហើយខ្លាចថាទីក្រុងវ៉ាស៊ីនតោននឹងមិនដោះស្រាយបញ្ហានេះឲ្យបានចប់ជាស្ថាពរលោកបានប្រៀបធៀបស្ថានភាពដូចនេះដូចជាបញ្ហាដែលមានគ្រោះថ្នាក់ខ្លាំងនិងអាចបង្កឲ្យមានការឆ្លើយតបធ្ងន់ធ្ងរដោយមានជម្រើសតែពីរប៉ុណ្ណោះគឺកម្ចាត់វាចោលឬទុកវាឲ្យនៅដដែលហើយបានបន្ថែមថាប្រទេសនៅក្នុងតំបន់ភ័យខ្លាចថាសេតវិមានតែងតែជ្រើសរើសវិធីសាស្ត្រពាក់កណ្ដាលដោយប៉ះពាល់បន្តិចបន្តួចប៉ុន្តែមិនដោះស្រាយឲ្យចប់សពគ្រប់ចំណែកអ៊ីរ៉ង់លោក Mohammed Akbarzadeh មេបញ្ជាការរងផ្នែកនយោបាយនៃកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន FAS របស់អ៊ីរ៉ង់ថាប្រទេសជិតខាងត្រូវបានអ៊ីរ៉ង់ចាត់ទុកថាជាមិត្តប៉ុន្តែបានព្រមានថាប្រសិនបើដែនអាកាសដែនដីឬដែនទឹករបស់ពួកគេត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារប្រឆាំងនឹងទីក្រុងតេហេរ៉ង់នោះពួកគេនឹងត្រូវបានចាត់ទុកថាជាអរិភាពជាមួយទីក្រុងតេហេរ៉ង់ជាមួយគ្នានេះបណ្ដាក្រុមប្រូកស៊ីរបស់អ៊ីរ៉ង់នៅអ៊ីរ៉ាក់យេម៉ែននិងលីបង់ក៏បានព្រមានផងដែរថានឹងមានការសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិកប្រសិនបើមានការវាយប្រហារលើអ៊ីរ៉ង់ផ្ទុះឡើងយ៉ាងណាលោក Donald Trump បានផ្ដល់ការគាំទ្រផ្នែកវោហារសាស្ត្រដល់ក្រុមបាតកោប្រឆាំងរបបនៅក្នុងប្រទេសអ៊ីរ៉ង់ដោយបានបញ្ជាក់កាលពីដើមខែនេះថាអន្តរាគមន៍របស់អាមេរិកដល់បាតកោអ៊ីរ៉ង់កំពុងត្រូវបានត្រៀមលក្ខណៈជាស្រេចយ៉ាងណាជំនួយនោះត្រូវបានគេដឹងថាមិនបានមកដល់ទាន់ពេលវេលាមុនពេលរបបផ្ដាច់ការនៅអ៊ីរ៉ង់បានដាក់ពង្រាយកងកម្លាំងសន្តិសុខបាញ់បង្ក្រាបបាតកោយ៉ាងបង្ហូរឈាមនោះទេក្រមសិទ្ធិមនុស្សបានរាយការណ៍ថាយ៉ាងហោចណាស់មនុស្សប្រមាណ 6000 នាក់ត្រូវបានសម្លាប់នៅក្នុងអំឡុងពេលការបាញ់បង្ក្រាបដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់យ៉ាងណាបើតាមការចេញផ្សាយរបស់ភ្នាក់ងារស៊ើបអង្កេតនៅអ៊ីរ៉ង់បានឲ្យដឹងថាចំនួនមនុស្សស្លាប់សរុបបានហក់ឡើងជាង 36,500 នាក់ហើយមកទល់ពេលនេះលោក Adam Selul អតីតមន្ត្រីការពារជាតិនៅក្នុងរដ្ឋបាលលោក Biden បាននិយាយថាមានការយល់ឃើញមួយនៅក្នុងរង្វង់នយោបាយនៃទីក្រុង Washington ថាប្រធានាធិបតី Trump ប្រហែលជាបានដាក់ខ្លួនឯងទៅក្នុងស្ថានភាពលំបាកមួយក្នុងការជ្រើសរើសជម្រើសប្រឆាំងនឹងអ៊ីរ៉ង់លោកបានបន្ថែមថាសេចក្តីថ្លែងការណ៍រឹងមាំរបស់លោក Trump នឹងការបង្ហាញពីការត្រៀមប្រាក់ឥទ្ធិពលដោយបង្ខំគួបផ្សំនឹងការជឿជាក់ថានយោបាយរបស់ខ្លួននឹងត្រូវបានគាំទ្រដោយសកម្មភាពយោធាអាចមានន័យថាលោកកំពុងរៀបចំខ្លួនសម្រាប់ខ្សែបន្ទាត់ក្រហមផ្ទាល់ខ្លួនរបស់លោកនៅមជ្ឈមបូព៌ាបច្ចុប្បន្នលោក Selul គឺជាសហការីជាន់ខ្ពស់នៅមជ្ឈមណ្ឌលសម្រាប់សន្តិសុខអាមេរិកថ្មីមន្ត្រីសេតវិមានមួយរូបក៏បានប្រាប់សារព័ត៌មាន The Hill ថាលោក Trump កំពុងតាមដានស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់យ៉ាងយកចិត្តទុកដាក់ខ្លាំងហើយថាជំរើសទាំងអស់នៅតែស្ថិតនៅលើតុប្រសិនបើរបបអ៊ីរ៉ង់ប្រហារជីវិតអ្នកតវ៉ាមន្ត្រីដដែលបានអះអាងថាជាលទ្ធផលនៃការព្រមានរបស់លោក Trump អ្នកតវ៉ាអ៊ីរ៉ង់មួយចំនួនដែលក្រុងនឹងត្រូវប្រហារជីវិតមិនត្រូវបានអនុវត្តទោសនោះឡើយហើយប្រធានាធិបតី Trump បានចាត់ទុកវាជាសញ្ញាវិជ្ជមានដោយសង្ឃឹមថានិន្នាការនេះនឹងនៅតែបន្តប៉ុន្តែការបាញ់ប្រហារបាតកោដោយផ្ទាល់នៅតែមាននៅឡើយទេក្នុងពេលតែមួយរដ្ឋបាលអាមេរិកបានពង្រឹងវត្តមានយោធារបស់ខ្លួននៅមជ្ឈមបូព៌ាជាមួយនឹងការមកដល់នាពេលថ្មីនេះរបស់នាវាផ្ទុកយន្តហោះ USS Abraham Lincoln និងនាវាចម្បាំងអមដំណើរបន្ថែមចំនួន3គ្រឿងនិងក្រុមនាវាពិឃាត Armada ក៏កំពុងបើកចូលតំបន់មជ្ឈមបូព៌ាផងដែរសហរដ្ឋអាមេរិកក៏បានបញ្ជូនយន្តហោះចម្បាំង F-15 និងយន្តហោះដឹកសម្ភារៈសឹកបានបន្ថែមទៅកាន់តំបន់ផងដែរដើម្បីពង្រីកជម្រើសវាយប្រហារដែលក្រុង Washington បានត្រៀមទុករួចហើយឧត្តមនាវីឯកកងទ័ពជើងទឹកចូលនិវត្តន៍ Kevin Donegan បាននិយាយថាការមកដល់នៃកងនាវាផ្ទុកយន្តហោះនាំមកនូវកម្លាំងយោធាទ្រង់ទ្រាយដ៏ធំទៅកាន់តំបន់រួមមានយន្តហោះ F-35C Lightning II
EA-18G Growler, FA-18EF Super Hornet, MH-60R SC Hawk និង CMB-22B Osprey ដែលផ្ដល់ឲ្យប្រធានាធិបតី Trump នូវសមត្ថភាពបន្ថែមក្នុងការអនុវត្តជម្រើសនិងការការពារកងកម្លាំងអាមេរិកនៅតំបន់មជ្ឈមបូព៌ាបានល្អប្រសើរជាងមុន លោក Kevin Duncan បានកត់សម្គាល់ថាទោះបីជាកងកម្លាំងទាំងនេះត្រូវបានដាក់ពង្រាយទៅក្នុងតំបន់មជ្ឈមបូព៌ាក៏ដោយតែចេតនាពិតប្រាកដមិនមែនធ្វើឡើងដើម្បីអនុវត្តប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់តែចេតនាពិតប្រាកដវាមិនមានភាពច្បាស់លាស់ថាត្រូវធ្វើឡើងដើម្បីអនុវត្តប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់នោះទេប៉ុន្តែដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់ក្នុងការចរចាហើយព្រមទទួលយកលក្ខខណ្ឌពីអាមេរិកតែម្ដងដោយគ្មានលទ្ធភាពបដិសេធឡើយលោកបានប្រមានថាលទ្ធភាពនៃការប្រើកម្លាំងយោធាលើរបបមួយគឺពិបាកនឹងប៉ាន់ស្មានហើយគ្មាននរណាម្នាក់អាចទូទាយដើម្បីដឹងពីលទ្ធផលជាក់ស្ដែងនោះឡើយសម្រាប់ប្រទេសជិតខាងរបស់អ៊ីរ៉ង់រួមទាំងទូគីដែលមានព្រំដែនជាប់អ៊ីរ៉ង់ក្តីបារម្ភធំបំផុតគឺថាការវាយប្រហារដ៏មានសក្តានុពលរបស់សហរដ្ឋអាមេរិកអាចប្រែទៅជាយុទ្ធនាការអូសបន្លាយដែលនាំឲ្យមានអស្ថិរភាពនៅក្នុងតំបន់ធ្ងន់ធ្ងរលោក Gregory Brew នៃ Eurasia Group បាននិយាយថានេះជាស្ថានភាពដែលលោក Trump ចង់ជៀសវាងប៉ុន្តែលោក Trump ត្រូវការបំពេញមហិច្ឆតារបស់គាត់អ្នកវិភាគរូបនេះបានបន្ថែមថានៅដើមខែនេះបណ្ដារដ្ឋនៅក្នុងតំបន់ដូចជាប្រទេសអារ៉ាប៊ីសាអូឌីតកាតានិងអារ៉ាប់រួមបានព្យាយាមបញ្ចុះបញ្ចូលរដ្ឋបាល Trump មិនឲ្យចាប់ផ្ដើមការវាយប្រហារលើអ៊ីរ៉ង់ប៉ុន្តែស្ថានភាពបានផ្លាស់ប្ដូរជាមួយនឹងវត្តមានរបស់នាវាផ្ទុកយន្តហោះ USS Abraham Lincoln ទៅក្នុងតំបន់លោក Gregory Brew បាននិយាយថាប្រទេសទាំងនេះទទួលស្គាល់ថាសកម្មភាពរបស់សហរដ្ឋអាមេរិកអាចនឹងគំរាមកំហែងកាន់តែខ្លាំងហើយប្រទេសជិតខាងអ៊ីរ៉ង់ទាំងនេះខិតខំរកវិធីសាស្ត្រការពារខ្លួនតែយ៉ាងណាលោកថាប្រទេសទាំងនោះពិតជាមិនចង់ឲ្យអ៊ីរ៉ង់ជាប្រទេសមានអាវុធនុយក្លេអ៊ែរនោះទេតែសម្រាប់លោក Trump ត្រូវបានគេរាយការណ៍ថាលោកបានទទួលសេចក្តីរាយការណ៍ជាច្រើនដែលបង្ហាញថារដ្ឋាភិបាលអ៊ីរ៉ង់កំពុងស្ថិតនៅចំណុចខ្សោយបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ដោយប្រឈមមុខនឹងការខឹងសម្បារសាធារណៈយ៉ាងខ្លាំងចំពោះស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងក្រឡាប់ចាក់ចំពោះលោក Selul ការអះអាងថាមនុស្សមួយចំនួននៅទីក្រុង Washington មើលឃើញរយៈពេលនេះជាឱកាសមួយដើម្បីផ្លាស់ប្ដូរទិសដៅយុទ្ធសាស្ត្រជាមូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ង់មិនចាំបាច់ជាការផ្លាស់ប្ដូររបបប៉ុន្តែអាចធ្វើឲ្យសាធារណរដ្ឋអ៊ីស្លាមមិនមែនជាការគំរាមកំហែងដូចមុនទៀតនោះទេទាំងចំពោះប្រជាជនរបស់ខ្លួននិងតំបន់ទាំងមូលតែសម្រាប់ប្រទេសអ៊ីរ៉ង់ដែលជាប្រទេសខ្លាំងផ្នែកយោធានិងជាសម្ព័ន្ធភាពយោធាជាប្រវត្តិសាស្ត្រជាមួយសហរដ្ឋអាមេរិកចង់ឃើញការរំលាយរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ជាជាងគ្រាន់តែវិបង្ក្រាបអ៊ីរ៉ង់ឲ្យចុះខ្សោយ